Facebook របស់យើងណាបានលុកចូលទៅក្នុងទូរស័ព្ទដៃថ្មីស្រាប់តែបាត់ឆាតអស់បងប្អូនយើងមានបានជួបប្រទះបញ្ហានឹងដែរអត់បងប្អូនណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាវីដេអូនេះគឺជាវីដេអូសំខាន់សូមជួយចែករំលែកវីដេអូនេះម្នាក់មួយផងបងប្អូនណាដើម្បីឲ្យបងប្អូនយើងផ្សេងជួបនៅបញ្ហាពេលណាដែលគាត់បានធ្វើការបាទ log account Facebook ទៅដាក់នៅទូរស័ព្ទដៃថ្មីណាបាទ log account Facebook ទៅដាក់នៅទូរស័ព្ទដៃថ្មីស្រាប់តែបាត់ឆាតចាស់បាត់ទាំងអស់បងប្អូនណាហ្នឹងហើយអត់បាត់ទេព្រោះអីឆាតចាស់គឺនៅទូរស័ព្ទដៃចាស់បងប្អូនណាបាទសម្រាប់ឆាតគឺអត់បាត់ទេគាត់ថាអត់បានទៅនៅក្នុងទូរស័ព្ទដៃថ្មីតែប៉ុណ្ណឹងបាទសម្រាប់ឆាតចាស់គឺនៅទូរស័ព្ទចាស់បាទនៅទូរស័ព្ទចាស់របស់យើងគឺវាអត់អាចទៅនៅទូរស័ព្ទដៃថ្មីទេអញ្ចឹងធ្វើម៉េចដើម្បីឲ្យឆាតចាស់ហ្នឹងទៅទូរស័ព្ទដៃថ្មីបានបងប្អូនណាហើយកន្លែង earn to earn encrypt chat នេះឆាតបងប្អូនណាក៏មានដែរបងប្អូនណាដោយសារតែ Facebook គេបានធ្វើការដាក់នៅមុខងារហ្នឹងអូតូតែម្ដងបងប្អូនណាដើម្បីការពារសុវត្ថិភាពបែបហ្នឹងអញ្ចឹងបងប្អូនទាំងអស់គ្នាដើម្បីកុំឲ្យបាត់ឆាតយើងពេលណាដែលយើង log ចូលទៅក្នុង account Facebook របស់យើងណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាតោះយើងចូលទៅធ្វើបាទអញ្ចឹងនៅពេលណាដែលយើងចូលទៅឆាតរបស់យើងបងប្អូនទាំងអស់គ្នាចូលមកក្នុង Facebook របស់យើងទូរស័ព្ទចាស់សិនបងប្អូនណាបាទយើងធ្វើនៅក្នុងទូរស័ព្ទដៃចាស់សិនចាំយកទៅ log in ចូលទៅក្នុងទូរស័ព្ទដៃថ្មីបងប្អូនណាបើមិនអញ្ចឹងទេឆាតចាស់អត់ទៅទេបាទចុះបងប្អូនទាំងអស់គ្នាយើងចូលមកក្នុង chat Messenger របស់យើងបាទចេញលក្ខណៈបែបហ្នឹងបងប្អូនទាំងអស់គ្នាគឺយើងមើលកន្លែងនេះមកជួននេះបងប្អូនមកយកកន្លែង menu បាទចុចលើ menu បាទបន្តមកទៀតបងប្អូនទាំងអស់គ្នាគឺយើងមកយកកន្លែង setting បងប្អូនណាបាទហើយបើសិនបងប្អូនអត់ចេញតម្រង់បែបហ្នឹងបងប្អូនចូលទៅ Play Store ទៅវាយពាក្យថា Messenger យើង update មកណាបាទហ្នឹងហើយដើម្បីឲ្យបានតម្រង់បែបដូចរបស់ខ្ញុំអញ្ចឹងមកណាបាទតមកបងប្អូនចុច setting បាទបន្តមកទៀតបងប្អូនទាំងអស់គ្នាគឺយើងអូសទៅលើទៅបាទអូសទៅលើបងប្អូនមកយកកន្លែងនេះបាទ privacy and security បងប្អូនណាចុចចំកន្លែងហ្នឹងមកបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាយើងមករកពាក្យមួយដែលគេដាក់ថា earn to earn encrypt chat បងប្អូនណាចុចលើចំកន្លែងហ្នឹងមកបាទបន្តមកទៀតបងប្អូនមកយកកន្លែង function កន្លែងនេះបាទ message storage បងប្អូនណាបាទចុចលើកន្លែងហ្នឹងមកបាទអញ្ចឹងបងប្អូនទាំងអស់គ្នាយើងចូលមកដល់លក្ខណៈបែបនេះបងប្អូនឃើញកន្លែង turn on នេះបានន័យថាយើងអត់ទាន់ជាប់លេខកូដទេបងប្អូនណាបាទលេខកូដ6ខ្ទង់ដែល Facebook គេឲ្យយើងដាក់ទេណាបាទអញ្ចឹងដើម្បីយើងចង់ធ្វើការ log in account Facebook របស់យើងទាំង chat ទាំង Facebook ចូលទៅក្នុងទូរស័ព្ទដៃថ្មីបានបងប្អូនមកធ្វើនៅទូរស័ព្ទដៃចាស់សិនចូលមកទូរស័ព្ទដៃចាស់យើងអញ្ចឹងហើយបាទអញ្ចឹងបងប្អូនទាំងអស់គ្នាយើងចុចពាក្យថា turn on កន្លែងហ្នឹងមកបាទអញ្ចឹងយើងបានធ្វើការដាក់លេខកូដ6ខ្ទង់ហើយបងប្អូនទាំងអស់គ្នាប៉ុន្តែយើងអត់ចាំនៅលេខកូដហ្នឹងទេបងប្អូនណាបាទនៅទូរស័ព្ទដៃចាស់ហ្នឹងយើងអត់ចាំលេខកូដថាយើងបានដាក់ហ្នឹងប្រមាណទេមែនទេបាទអញ្ចឹងយើងអាចយកពាក្យថា reset PIN ណាបាទ PIN ណាបងប្អូនទាំងអស់គ្នា reset PIN នេះបាទកន្លែង PIN ឬមួយក៏ PIN នេះបាទអញ្ចឹងបងប្អូនយើងធ្វើការ reset ដើម្បីយើងបង្កើតនៅលេខកូដ6ខ្ទង់ថ្មីដើម្បីយើងកត់ទុកចំណាំទុកកុំឲ្យភ្លេចទៀតបងប្អូនណាបាទអញ្ចឹងអានេះនៅឈរនៅលើទូរស័ព្ទចាស់បងប្អូនណាបាទមិនមែនទូរស័ព្ទដៃថ្មីទេណាឈរនៅលើទូរស័ព្ទចាស់យើងចូលមកធ្វើបែបហ្នឹងសិនចុចកន្លែង reset PIN ហ្នឹងមកបាទអញ្ចឹងបងប្អូនទាំងអស់គ្នាគេឲ្យយើងបង្កើត create your PIN គេឲ្យយើងបង្កើតលេខកូដបាទមានប្រមាណកាឡោនបងប្អូនមើលមាន6កាឡោនអញ្ចឹង6កាឡោនគឺ6លេខដែរបងប្អូនណាលេខសុទ្ធណាបាទលេខសុទ្ធអញ្ចឹងមុនដែលយើងវាយយើងត្រូវកត់ទុកយើងត្រូវចំណាំសិនបងប្អូនណាហ្នឹងហើយយើងត្រូវចំណាំហេតុអីបានខ្ញុំឲ្យចំណាំបើយើងអត់ចាំលេខកូដហ្នឹងទេបើសិនតែយើងយកទិញទូរស័ព្ទដៃថ្មីយើងយក Facebook របស់យើងទៅ log in នៅទូរស័ព្ទដៃថ្មីគឺយើងអត់អាចទាញឆាតយើងចូលទៅបានទេបងប្អូនណាហ្នឹងហើយអញ្ចឹងឆាតជាមួយមិត្តភ័ក្តិយើងក្រុមគ្រួសារយើងគឺអត់ទៅទេនៅទូរស័ព្ទដៃចាស់ទេបងប្អូនណាអញ្ចឹងដើម្បីឲ្យឆាតចាស់នៅទូរស័ព្ទដៃចាស់ទៅដាក់នៅទូរស័ព្ទដៃថ្មីបានបងប្អូនត្រូវចូលមកបង្កើតបែបហ្នឹងមកបងប្អូនចំណាំលេខកូដណាបងប្អូនបានវាយលេខកូដណាត្រូវកត់ទុកនៅលេខកូដហ្នឹងបងប្អូនណាអញ្ចឹងខ្ញុំសូមវាយលេខកូដដើម្បីធ្វើការចំណាំសិនខ្ញុំកត់លេខកូដសិនបាទការវាយបើសិនតែយើងបានវាយគ្រប់ចំនួន6ខ្ទង់ហើយគេឲ្យយើង confirm your PIN គេឲ្យយើងបញ្ជាក់លេខកូដដែលយើងបានវាយមិញហ្នឹងតើមានលេខប្រមាណគេឲ្យយើងវាយបញ្ជាក់ម្ដងទៀតបងប្អូនណាបាទអញ្ចឹងបងប្អូន
ខ្ញុំបញ្ជាក់ឲ្យបញ្ជាក់ម្ដងទៀតណាកុំឲ្យភ្លេចរឿងលេខកូដហ្នឹងបងប្អូនត្រូវកត់ទុកបងប្អូនណាកត់ដាក់សភៅដាក់អីទៅណាហ្នឹងហើយបើមិនកត់ទុកទេអាចនឹងភ្លេចពេលណាដែលយើងចង់ផ្លាស់ប្ដូរទូរស័ព្ទដៃថ្មីចាំយកលេខកូដយកមកវាយចូលចឹងមកណាបាទចឹងបងប្អូនទាំងអស់គ្នាគឺយើងនេះមកបាទវាយបញ្ជាក់មកយើងបានវាយអីគេមុនហ្នឹងបាទវាយចូលមកខ្ញុំសុំបាំងបន្តិចបាទអញ្ចឹងលេខកូដខ្ញុំបានកត់ទុកហើយពេលណាដែលខ្ញុំវាយហើយគឺចេញមកលក្ខណៈបែបនេះឯងបងប្អូនណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នានៅពេលណាដែលយើងធ្វើការឡុកចូលទៅក្នុងទូរស័ព្ទដៃថ្មីកុំឲ្យបាត់ឆាតរបស់យើងណាកុំឲ្យបាត់ឆាតគឺយើងត្រូវចូលមកអាចគេឲ្យយើងដាក់លេខកូដណាបាទគេឲ្យយើងដាក់លេខកូដអញ្ចឹងពេលណាដែលយើងគេឲ្យយើងដាក់លេខកូដយើងវាយលេខកូដដែលយើងបានបង្កើតនៅទូរស័ព្ទដៃចាស់យកមកវាយចូលទូរស័ព្ទដៃថ្មីមកអញ្ចឹងយើងឆាតយើងមានប្រមាណគឺមកវិញអស់ហើយបងប្អូនណាបាទអាហ្នឹងគឺជាយើងផ្លាស់ប្ដូរទូរស័ព្ទថ្មីបងប្អូនណាហ្នឹងហើយយើងយក Facebook ទៅ log in ចូលទៅក្នុងទូរស័ព្ទដៃថ្មីបងប្អូនតែងតែបាត់ឆាតអញ្ចឹងបងប្អូនធ្វើវិធីបែបហ្នឹងទៅគឺអត់បាត់ឆាតយើងទេបងប្អូនណាយើងអាចទាញឆាតយើងមកដាក់ទៅទូរស័ព្ទដៃថ្មីបានបងប្អូនណាបាទហើយបើសិនជាបងប្អូនអត់តន់យល់បងប្អូនអាចសពេចសពិលអីណាមើលវីដេអូអត់តន់យល់បងប្អូនអាចតាក់ទងមក admin ផ្ទាល់បានបងប្អូនណាហ្នឹងហើយលេខទូរស័ព្ទ admin តាមរយៈ Telegram ណាបាន admin អាចតបលឿនបងប្អូនណា015 45 44 92 015 45 44 92ចាំបងប្អូនអាចតាក់ទងមក admin បានសួរពីបញ្ហាការដោះស្រាយអីផ្សេងៗបងប្អូនណាបាទ